សួស្តីអ្នកគ្នាថ្ងៃហ្នឹងគឺយើងនឹងមកបន្តមេរៀនទី4របស់យើងដោយមេរៀនទី4របស់យើងហ្នឹងគឺយើងនឹងមកនិយាយអំពី function អ្នកគ្នានេះ function គឺ function ហ្នឹងគឺជា block code មួយដែលយើងត្រូវការប្រើវានៅពេលយើងសរសេរ code ច្រើនទៅគឺវាត្រូវការមែនតើអញ្ចឹងបានថា function ហ្នឹងគឺយើងត្រូវតែចេះអ្នកគ្នាដល់ពេលយើងធ្វើការងារធំគឺ function ហ្នឹងគឺប្រើរហូតមិនដែលដាច់ម្ដងណាទេអញ្ចឹង function គេប្រើដើម្បីអី function គឺជាកន្លែង block code មួយដែលយើងអាចសរសេរ code មក block ហើយអាចយកទៅប្រើច្រើនកន្លែងឧទាហរណ៍ថាយើងឧទាហរណ៍ធនាគារមួយគឺគេចង់ដាក់លុយអ្នកគ្នាឥឡូវខ្ញុំចេះឧទាហរណ៍នេះមួយចេះមកឧទាហរណ៍ថាយើងមាន block code មួយអញ្ចឹងទៅយើងមាន function មួយយើងមាន function មួយសម្រាប់ដាក់លុយអីគេយើងដាក់ថា input លុយ input money អូខេអញ្ចឹងមកក្នុង function ហ្នឹងក្នុងហ្នឹងគឺយើងអាចសរសេរអីផ្សេងសម្រាប់ការដាក់លុយហ្នឹងចឹងទៅហើយនៅពេលដែលយើងចង់ហៅវាទៅប្រើកន្លែងដាក់លុយផ្សេងទៀតឧទាហរណ៍ថាយើងទៅកាន់កន្លែង V អញ្ចឹងទៅយើងត្រូវការឲ្យគេដាក់លុយនឹងចូលឲ្យអញ្ចឹងក្នុងការសេកូដគឺគេហៅគេមាន function មួយសម្រាប់ហៅទៅប្រើឲ្យអ្នកគ្នាដោយយើងមិនបាច់ចាំទៅសរសេរកូដនឹងច្រើនដងទេយើងហៅតែ function យើងមាន function នឹងមួយសម្រាប់ផ្ទេរពីករណីមួយអញ្ចឹងទៅអាចហៅ function នឹងបានដល់ពេលដល់ដំណាក់កាលមួយយើងត្រូវការដាក់លុយគឺគេប្រើ function មួយហ្នឹងសម្រាប់ដាក់លុយហើយអញ្ចឹងសរុបមក function គឺជា block code មួយដែលយើងអាចសរសេរមក block ហ្នឹងទៅអាចឲ្យយកទៅប្រើច្រើនកន្លែងមកដល់យើងមិនបាច់ចាំសរសេរច្រើនដងទេបើយើងមិនប្រើ function ទេឧទាហរណ៍ថាយើងសរសេរពាក្យថា hello មួយចុះ hello មួយឧទាហរណ៍ចេះដាក់ថាsee out hello អូខេអញ្ចឹងដល់ពេលយើងចង់ហៅ hello នឹងប្រើយើងចង់ហៅ hello នឹងទៅប្រើយើងត្រូវសរសេរ hello នឹងឡើងវិញមែនទេបើគ្នាអត់មាន function គឺយើងអត់ធ្វើអញ្ចឹងទេបើយើងមាន function យើងគ្រាន់តែហៅ function នឹងមកប្រើឧទាហរណ៍ function 1អញ្ចឹងមក function 2អញ្ចឹងមកអូខេដូចហៅវាប្រើអញ្ចឹងរហូតមកគឺវាស្រួលសម្រាប់នៅពេលដែលយើងមាន function អញ្ចឹងបានន័យថាបើសិនជាយើងឃើញយើងសរសេរ hello តូចប៉ុណ្ណឹងយើងចង់ copy ក៏វាមិនបញ្ហាទេណាគ្នាយើងចង់ copy ក៏វាស្រួលតែយើងផាសយកវាស្រួលប៉ុន្តែដល់ពេលយើងមាន block code ច្រើនក្នុងមួយកូដនៅក្នុងមួយកូដហ្នឹងអាចមានច្រើនឧទាហរណ៍នេះវាច្រើននេះយើងចង់ស្អីខ្លះទេអញ្ចឹងដល់ពេលយើងចង់យកមកប្រើយើងអាចសរសេរវាម្ដងមួយទៅតាមអស់យូរណាគ្នាអញ្ចឹងបើយើងសរសេរវាតែមក function មួយឯងយើងសរសេរវាតែក្នុង function មួយទេយើងសរសេរវាតែក្នុង function មួយយើងមកឧទាហរណ៍ថា function មួយយើងមកអូខេក្នុងហ្នឹងវាធ្វើអីផ្សេងទៀតអញ្ចឹងទៅហើយដល់ពេលយើងចង់មកប្រើយើងហៅវាមក function មួយអញ្ចឹងដល់គ្នាអញ្ចឹងបានន័យថា function ហ្នឹងគឺយើងប្រើវាសម្រាប់ call ទៅប្រើកន្លែងផ្សេងបានហើយយើងមិនបាច់ចាំសរសេរវាសារដើមឡើងវិញទេនៅគ្នាអញ្ចឹងសង្ឃឹមថាគ្នាយល់ត្រង់ហ្នឹងបើអ្នកគ្នាមិនតន់យល់អាចឆាតមកសួរខ្ញុំបន្ថែមបានឬក៏អាចរីសាយបន្ថែមបានអញ្ចឹងសង្ឃឹមថាគ្នាយល់ត្រង់ហ្នឹងអូខេអញ្ចឹងខ្ញុំនឹងចូលទៅប្រាប់អ្នកគ្នាថា function វាមានប្រមាណរបៀប function មានប្រមាណបែបធំបើតាមតែខ្ញុំធ្លាប់រៀនកន្លងមក function គេប្រើមាន9ធំឯង function គេ function អត់ហត់ដាក់មួយឲ្យ4ទៅ1អូខេគេ function with function function no នេះវិញ function no parameter and no return value អូខេដល់ពេលទី2នោះគឺ
function with parameter and return value ហើយនៅពេលទី3ហ្នឹងនៅគ្នាដល់ពេលទី3គឺ function ឥឡូវខ្ញុំសុំដាក់អានេះ no ចុះដើម្បីចង់ no អស់យ៉ាងទៅអានេះគេថា function with parameter and no return value ដល់ពេលនេះវិញ function with parameter and return value អូខេហើយមួយទី4នោះគឺ function អីនឹងខ្ញុំចង់ផ្លេចខ្ញុំចុចមើល note ខ្ញុំកត់ទុកមើលនេះនៅគ្នា function no parameter and return value អូខេនេះ function ដែលមាន4បែបហ្នឹងគឺមាន function អត់មាន parameter ហើយវាអត់ return value ទេហើយមួយទៀតគឺ function វាមាន parameter ប៉ុន្តែវាអត់ return value ទេចំណែកមួយទៀតគឺ function ដែលមាន parameter ប៉ុន្តែវាបែរជា return value វិញហើយមួយទៀតគឺ function ដែលវាអត់មាន parameter ហើយវា return value អាហ្នឹងវាមិនឥឡូវខ្ញុំចូលឧទាហរណ៍ឲ្យខ្ញុំនឹងបង្ហាញអំពីឥឡូវចង់ឲ្យគ្នាដឹងអំពី function មាន4របៀបមានទាំងអស់ហ្នឹងសិនមានប៉ុណ្ណឹងហើយខ្ញុំនឹងបង្ហាញអំពីតម្រងនៃ function គេស្អីមិនឥឡូវតម្រងនៃ function គឺយើងមានបែបនេះគឺយើងសរសេរក្នុង C++ យើងសរសេរ data type បន្ទាប់មកគឺ function name បន្ទាប់មកក្នុងនេះហើយយ៉ាងហើយយើងបាក់ចេះនៅគ្នានេះហើយយើង return នេះគឺជាតម្រងនៃ function ហើយត្រង់នេះគឺយើងអីគេ do everything អូខេអញ្ចឹងនៅគ្នាតម្រងនៃ function នៅគ្នាអូខេហ្នឹងគឺជាតម្រងនៃ function ហើយ data type គឺជាអីហើយ data type គឺជាអី function name គឺជាអីហើយ do everything គឺជាអីហើយ return ជាអីហើយនៅគេឆ្ងល់ថា parameter នៅត្រង់ណាបើសិនជាយើងមានតែប៉ុណ្ណឹងបើយើងតែប៉ុណ្ណឹងអូខេអញ្ចឹងដល់គ្នាអានេះគឺជាគាត់តម្រងទូទៅនៃ function អញ្ចឹងខ្ញុំនឹងទៅស្រីឲ្យ4តម្រងឲ្យគ្នាមើលថាឥឡូវនេះដាក់ថាចេះមកខ្ញុំដាក់ថាលេខខ្ញុំដាក់ថាសញ្ញាដកអូខេខ្ញុំដាក់ថា form general function អូខេអាហ្នឹងជាតម្រងទូទៅនៃ function ឡើយខ្ញុំនឹងបង្ហាញទាំង4តម្រងដល់គ្នាមើលថាវាមិនខ្លះអូខេតម្រងទី1គឺនោះ function នេះ function ដែលវាមាននៅ function មួយនេះតម្រងមួយហ្នឹងទៅស្អីមិនអញ្ចឹងហៅដល់គ្នាគឺ function ដែលវាអត់មាន parameter ហើយវាអត់ return value ឧទាហរណ៍ថាឧទាហរណ៍ថាយើងដាក់ថា data type អញ្ចឹងមកអាភេទបែបហ្នឹងគឺយើងប្រើនៅ void ព្រោះគឺយើងសរសេរចេះឧទាហរណ៍ចេះនឹងដាក់ data type សិនណាកុំឲ្យអ្នកគ្នាច្រឡំចាំភេទឧទាហរណ៍ជាក់ស្ដែងខ្ញុំនឹងឲ្យមើលហើយ function name អញ្ចឹងមកហើយយើងនឹងដាក់ do everything គឺបានន័យថាវាអត់ return value អញ្ចឹងតែហ្នឹងយើងដាក់
cout យើង cout អីមួយយ៉ាងមកដាក់ cout hello function យ៉ាងមកអានេះគឺជាតម្រង់នៃ function ដែលវាលក្ខណៈវាអត់មាន parameter ហើយវាអត់មាននៅ return value ទៀតអូខេឥឡូវយើងចូលតម្រង់មួយទៀតឥឡូវខ្ញុំចង់ដាក់វាឲ្យស្រួលមើលបន្តិចអូខេអ្នកហ្នឹងឥឡូវយើងចូលដល់តម្រង់ function ទី2 function ទី2របស់យើងគឺយើងមានតម្រង់អីគេអូខេយើងមក function តម្រង់ទី2គឺ function ដែលវាមាន parameter ហើយអត់ return value វិញអញ្ចឹងនៅគ្នាបកចង់ដឹងឲ្យថាអា parameter នោះត្រង់ណាឥឡូវខ្ញុំនឹងមក copy នេះមួយអូខេហើយខ្ញុំចូលទៅសេគ្នាចាំមើលអា parameter ហ្នឹងវាត្រង់នេះនៅក្នុងវងកញ្ចក់នេះអញ្ចឹងយើងអាចថាដាក់ថា parameter មួយអញ្ចឹងមកក្នុងនោះអាចមាន parameter ច្រើនទៀតនៅគ្នាអាចមាន parameter ច្រើនទៀតអញ្ចឹងក្នុងមួយ parameter ទៅមួយ parameter វាធ្វើដោយសញ្ញាក្បៀសម្នាក់ឧទាហរណ៍ថាបើសិនជាយើងមាន parameter ច្រើនយើងផ្សេងចេះថា parameter 2ហើយ parameter 3យ៉ាងមកហើយអាមុខ parameter ហ្នឹងវាមិនស្អីយ៉ាងទេវាអាចមាននេះទៀតជាវាស្អី data type ហើយមាន parameter យ៉ាងទៅ data type អញ្ចឹងមកហើយមាន parameter យ៉ាងទៅគេស្អីយ៉ាងនៅគ្នាហើយវាអាចមានច្រើនតំណែងទៀតហើយវាក៏អាចមានតែមួយ parameter ផងដែរមិនមែនបានន័យថាខ្ញុំដាក់ប្រមាណគឺវាមានប៉ុណ្ណឹងទេបានន័យថាវាចាប់ parameter វាមានចាប់ពី1ឡើងទៅលើរហូតជាងចង់ដាក់ប្រមាណថាតែយើងទេហ្នឹងគឺជាតម្រង់នៃប្រភេទនៃ function ដែលវាមាន parameter តែវាអត់ return value នេះបែបហ្នឹងយើងចង់ដាក់ return ក៏បានដែរប៉ុន្តែគាត់វាអត់មាន return value អីទៅគាត់ដាក់ return តែប៉ុណ្ណឹងហ្នឹងនៅគ្នាអញ្ចឹងត្រង់ return នេះចង់ដាក់ក៏បានអត់ក៏បានវាជា optional ហើយមួយទៀតចូលតម្រង់ទី3តម្រង់ទី3គឺអីគេតម្រង់ទី3នេះគឺ function with parameter and return value អូខេតំណងអ្នកគ្នាចាំមើលទៅជាក់ស្ដែងនៃ function with parameter and return value ខ្ញុំនឹង copy នេះមួយយកមកហើយខ្ញុំត្រូវការ function 12ឯងខ្ញុំចង់មើល function 12ឯងអូខេឥឡូវទៅហៅអាហ្នឹងហើយខ្ញុំនឹងសរសេរពាក្យមួយខ្ញុំដាក់ថា cout ហើយខ្ញុំដាក់ថាឧទាហរណ៍ថា function នេះខ្ញុំដាក់ថាឥឡូវខ្ញុំនឹងប្រកាសមួយឧទាហរណ៍ថាខ្ញុំដាក់ថាឧទាហរណ៍ថាក្នុង parameter នេះគឺវាជាប្រភេទអីមួយចុះ data type អញ្ចឹងមក data type យើងធ្វើអីផ្សេងទៀតអញ្ចឹងទៅហើយយើងឲ្យអានេះយើង return នៅអ្វីយើងបានធ្វើទាំងអស់ហ្នឹងទៅវិញនេះគ្នាយើង return របស់ហ្នឹងទៅវិញបើឧទាហរណ៍ជាក់ស្ដែងយើងធ្វើជាឧទាហរណ៍ឥឡូវហ្នឹងមកបាក់បញ្ចូលត្រង់ហ្នឹងតិចឥឡូវយើងសរសេរជាតម្រង់ឧទាហរណ៍គ្នាមើលត្រង់ហ្នឹងឧទាហរណ៍ថាយើងសរសេរនេះ data type នេះគឺជាប្រភេទin ហ្នឹងថានេះប្រភេទជា លេខអញ្ចឹង in function name គឺដាក់ថា add ហើយ data type ត្រង់នេះខ្ញុំដាក់ចេះវិញហើយដាក់ថា in a in b ហើយត្រង់នេះខ្ញុំដាក់ data type របស់វាគឺជាអីគេខ្ញុំដាក់ថា c អញ្ចឹង c វាស្មើនឹងអីគេ a បូកឲ្យ b អញ្ចឹងដល់ពេល return គឺយើង return នៅតម្លៃ c ហ្នឹងដែលយើងអានតាំងនេះគ្នាអញ្ចឹងគឺបែបហ្នឹងអាហ្នឹងគឺជាប្រភេទនៃ function ដែលវាមាននៅមាននៅ parameter ហើយ return value ទៀតហើយអាប្រភេទ function ដែលមាន return
ประเภท function ដែលវាមាននៅ parameter ហើយ return value បែបហ្នឹងភាគច្រើនគេប្រើ data type ហើយពួក function ដែលវាអត់មាន return value ទៅវិញណាបានន័យថាដល់វាអត់មាន return value ទៅវិញអញ្ចឹងនេះអត់មាន return value ទៅវិញអញ្ចឹងអាកន្លែង data type របស់វានេះគឺយើងប្រើពាក្យថា void នៅគ្នាអញ្ចឹងគឺយើងប្រើ void តែគ្នាត្រូវចាំថាគ្រប់ function ដែលទាំងឡាយណាដែលវាអត់មាន return value ទៅវិញគឺយើងនឹងប្រើពាក្យ void នៅកន្លែងពីមុខវានឹង data type ហ្នឹងហើយ function ទាំងឡាយណាដែលយើងមាន return value ទៅវិញគឺយើងប្រើនៅតាមប្រភេទដែលយើងចង់ return ទៅវិញហ្នឹងប្រភេទដែលយើងចង់ return ទៅវិញបានន័យថាបើសិនជាយើងចង់ return ជា string យើងត្រូវអាខាងមុខនេះគឺយើងត្រូវប្រើ string នេះគ្នាហើយតម្លៃនៅក្នុងនេះគឺយើងប្រើបាននៅក្នុង parameter ហ្នឹងគឺយើងប្រើបានតែ string ពពួក string ទេហើយបើយើងចង់ប្រើជាប្រភេទ number ឧទាហរណ៍នេះជាស្លាយនេះជាប្រភេទលេខយ៉ាងនេះតាំងដោយ in ហើយតម្លៃនៃ return ទៅវិញនេះបានតែជាប្រភេទ in ទេវាមិនអាច return ជា string ចេះបានទេអាច return ជាអីគេ add ហើយចេះទៀតបានទេមិនអាច return យ៉ាងអីទៀតបានទេវា return បានតែតម្លៃជាប្រភេទ integer តែមួយគត់អញ្ចឹងនៅគ្នាអញ្ចឹងចាំជាក់ស្ដែងបើសិនជាវាមាន return value គឺយើង return នៅ data type ទៅតាមតម្លៃដែលយើងចង់ return តែវាជាប្រភេទ string ឬក៏ជា number ហើយបើសិនជាវាមិនមាន return value ទេគឺយើងប្រើ void នៅខាងមុខវាដូចជានេះជាក់ស្ដែងអញ្ចឹងអូខេអញ្ចឹងយើងទៅឧទាហរណ៍មួយទៀតគឺតើតើហ្នឹងគឺ function ដែលវាអត់មាន parameter ហើយវា return value អូខេហ្នឹងគឺ function មួយហ្នឹងឥឡូវចូលទៅមើលជាក់ស្ដែងតើវាបែបម៉េចនេះមួយហ្នឹងអញ្ចឹងខ្ញុំនឹងទៅ copy អា function មួយនេះមួយតម្រងមួយនេះមួយបានន័យថាវាអត់មាន parameter ទេតែ return value នេះយើងលុបអាប៉ាក់ខាងក្នុងនេះចោលអញ្ចឹងសង្ឃឹមអ្នកគ្នាដឹងថា parameter គឺយើងសរសេរនៅក្នុងអាវងកញ្ចក់មួយហ្នឹងអញ្ចឹងក្នុងឧទាហរណ៍មួយនេះគឺ function មួយហ្នឹងវាអត់មាន parameter តែ return value ត្រង់ហ្នឹងបានន័យថាម៉េចឧទាហរណ៍ថា data type អញ្ចឹងមក data type ហើយនេះយើងតាំងដោយអីមួយឧទាហរណ៍តាំងដោយ a អញ្ចឹងទៅហើយយើងតាំងដោយ a អញ្ចឹងទៅហើយ a របស់យើងស្មើនឹងប្រមាណអញ្ចឹងអ្វីយើង return គឺយើង return នៅតម្លៃ a មួយហ្នឹងនៅគ្នាបានន័យថាយើងទៅ set default នៅតម្លៃ a មួយហ្នឹងតម្លៃ a មួយហ្នឹងបានន័យថា function មួយហ្នឹងគឺវាអត់មាន parameter ទេប៉ុន្តែវានឹង return value នៅក្នុងអាតម្លៃយើងសរសេរក្នុងហ្នឹងដែលយើងបានធ្វើអ្វីៗក្នុងហ្នឹងចឹងអ្នកគ្នាហៅចូលទៅខំយល់នៅក្នុងការឧទាហរណ៍ថាអញ្ចេះឧទាហរណ៍ថាin យើងដាក់ថា default value អូខេ default value a អញ្ចឹងទៅហើយក្នុងនេះខ្ញុំបើកអានេះមួយហើយដាក់បែបនេះអូខេហើយក្នុងនេះខ្ញុំដាក់ in a វាស្មើនឹងម៉ានស្មើនឹង10ខ្ញុំនឹង return តម្លៃ a នឹងទៅវិញអូខេហើយនេះគឺជារបៀបនៃការធ្វើតម្រងទាំងអស់ហ្នឹងគឺในការសរសេរតម្រងទាំងអស់ហ្នឹងសង្ឃឹមអ្នកគ្នាយល់ឥឡូវយើងនឹងចូលឧទាហរណ៍ជាក់ស្ដែងឲ្យគ្នារានឲ្យគ្នាមើលជាក់ស្ដែងអានេះជាតម្រងទូទៅនៃការសរសេរតោតរបស់ខ្ញុំឯងសង្ឃឹមអ្នកគ្នាអាចយល់ទាំងប៉ុណ្ណឹងបានអូខេអញ្ចឹងខ្ញុំនឹងទៅឧទាហរណ៍ជាក់ស្ដែងចូលមេរៀនទី4របស់យើងហ្នឹងយើងនឹងសរសេរមួយមក include iostream អូខេហើយយើងនឹង use namespace std អូខេ in main ហើយខ្ញុំនឹង return នៅតម្លៃ0អូខេអ្នកគ្នាហើយអ្វីយើងត្រូវអញទាំងអស់ហ្នឹងគឺវាមានតែប៉ុណ្ណេះដែលខ្ញុំនឹង comment វាឲ្យស្អាតតិចមក
អូខេចឹងរបស់ទាំងអស់ហ្នឹងគឺយើងនឹងទៅហោជាក់ស្ដែងឲ្យគ្នាមើលហើយយើងត្រូវត្រាំថាក្នុងប្រភេទ function ហ្នឹងគឺគេ function គឺគេអត់សរសេរនៅក្នុង in main គេគឺសរសេរនៅខាងក្រៅគឺគេនៅសរសេរនៅខាងក្រៅអញ្ចឹងយើងចង់សរសេរនៅខាងក្រោមនេះក៏បានយើងចង់សរសេរនៅខាងលើនេះក៏បានដែរតែយល់ល្អចំណែកនាំមកគ្នាសរសេរនៅខាងលើនេះគឺសរសេរនៅខាងក្រោមគឺមានរបៀបផ្សេងចិត្តខ្ញុំផ្លេចបាត់ហើយអញ្ចឹងចាំ research បន្ថែមតែអ្វីខ្ញុំចង់បង្ហាញនេះគឺយើងសរសេរនៅខាងលើហើយខ្ញុំណែនាំមកពីនេះមុនគឺអីគេ function មួយនេះចំណុចឌីកមួយរបស់យើងហ្នឹងអូខេអញ្ចឹងខ្ញុំប្រាប់គ្នាមុនអញ្ចឹងគឺអានេះគឺ function ដែលវាអត់មាន parameter ហើយ and no return value បានន័យថាវាអត់មាន parameter ហើយវាអត់ return value ទៀតអញ្ចឹងខ្ញុំប្រាប់មកគ្នាមុនហ្នឹងគឺ function ទាំងឡាយណាដែលវាអត់មាន return value គឺយើងនឹងប្រើពាក្យ void ចេះអ្នកគ្នា void ខ្ញុំដាក់ថា function មួយឈ្មោះគេខ្ញុំដាក់ថា function hello world ហ្នឹងទៅអូខេអញ្ចឹងខ្ញុំដាក់នេះមួយមកហើយខ្ញុំនឹង cout អីគេ hello world នេះគ្នានេះគឺយើងបានប្រព័ន្ធហ្នឹងអញ្ចឹងដើម្បីឲ្យអាហ្នឹងវាប្រើបានធ្វើមិនដើម្បីឲ្យអាមួយនេះវាអាចរានបានដើម្បីរ៉ាប់បានយើងត្រូវ call វាទៅប្រើ call បែបម៉េចយើង call វាយ៉ាងណាគ្នាយើងយកឈ្មោះ function មួយហ្នឹងមកប្រើក្នុង in main នេះយើងដាក់ក្នុងហ្នឹងមកយើងដាក់អញ្ចឹងហើយយើងប្រើបែបនេះនេះជារបៀបនៃការហៅវាមកប្រើខ្ញុំនឹងរ៉ានឲ្យគ្នាមើលនេះចាំតិចសិនខ្ញុំទៅសេនេះរៀងដើរយឺតតិចហើយវាមិនលឿនដូចយើងសរសេរក្នុងនោះទេនេះនៅគ្នាវាចេញមកហើយនេះ hello world យើងនឹងសេមុនហ្នឹងអញ្ចឹងគឺការ function ប្រាប់បែបហ្នឹងឥឡូវឧទាហរណ៍ថាអ្នកគ្នាចង់វាចេញប៉ុន្មានដងចង់វាចេញចំនួន5ដងឯងយើងអាចដាក់អញ្ចឹងមកក៏បានវាចុះតមករហូតអញ្ចឹងមកវាចុះមកក្រោមរហូតអញ្ចឹងមកយើងអាចរានមើលវាទៅវាចេញប៉ុន្មានដងចាំមើលជាក់ស្ដែងនេះឃើញអត់វាចេញមកច្រើនតាមអ្វីយើងចង់បានហ្នឹងទៅនេះនៅគ្នាឃើញទេវាចេញមកច្រើនយ៉ាងទៅតាមអ្វីយើងចង់បានវាមានដល់4អូខេអញ្ចឹងវាត្រូវហើយឧទាហរណ៍ថាឥឡូវខ្ញុំនឹងយកទៅវាទៅ apply ជាមួយ loop ឲ្យអ្នកគ្នាមើលខ្ញុំនឹងដាក់ប្រើពាក្យថា for អ្នកគ្នាដូចជាថ្ងៃមុនខ្ញុំឃើញអ្នកគ្នានៅច្រឡំតែតើនឹងអា loop នឹងក្នុងការប្រើ loop គឺយើងត្រង់នេះយើងដាក់ e sound ហ្នឹងយើងចង់ប្រើអីក៏បានដែរយើងចង់ប្រើ e i j k l m n មកតែយើងចង់តាំងទៅហ្នឹងsound អញ្ចឹងមកតែនេះគឺយើងត្រូវប្រើសញ្ញា comma យល់នៅក្នុងពាក្យ for loop នៅក្នុងវងកញ្ចក់ហ្នឹងគឺយើងប្រើ comma ទាំងអស់យើងក៏មានប្រើពាក្យអានេះអីអត់ទេយើងប្រើតែ comma មួយគត់អញ្ចឹងយើងយ៉ាងមក e តូចជាង5ចង់វារាន5ដងអូខេអញ្ចឹង e បូកយើងដាក់ពាក្យ hello world ចូលមកលុបឲ្យកៅចេញវិញអញ្ចឹងប្រកាសណាគឺ function មួយហ្នឹងគឺវានឹងរាន5ដងហើយអានេះបើសិនជាយើងដាក់ e តូចជាង5មានន័យថានៅពេលវារានដល់4វាយកត្រឹម4ហ្នឹងវានឹងឈប់ហើយវាបានន័យថាវារានដល់ត្រឹម5វាអត់យកទេវានឹងឈប់ហើយប៉ុន្តែបើយើងដាក់ថា e ហ្នឹងតូចជាងឬស្មើ5បានន័យថាវារានទៅដល់5វានឹងឈប់បានន័យថា e ស្មើ5វាយកលេខ5ឡើងដែរតែបើសិនយើងដាក់ថាតូចជាង5វារានដល់ត្រឹម4វាយកត្រឹមតែលេខ4ហ្នឹងទេវាអត់យកដល់លេខ5ទេអញ្ចឹងបានន័យថា0ដល់4បើយើងដាក់ស្មើតូចជាងឬស្មើ5បានន័យថាវានឹងយករហូតដល់លេខ5 0ដល់លេខ
chẳng như ta mới chợ sẵn này chừng rắn là thay máu chừng được bạn này thống ấy rồi mởนี่คือย้อนจริงหมดเราแต่ประมาณดองไงเนี่ยนี่เดือนเนี่ยอันนี้จะจำควอลวีวีได้อันนี้โดยสารในวิจีเราบอกแต่เวลาอีกทันสันยังทีจังไปยังจังmớiคือยังมือต่ออันนี้เนี่ยเนี่ยเคยจะสไลด์ไงเนาะจังเข้ามาโยนเปลี่ยนดังโอเคจังประตอบtiếtยังนั่งmauมือฟันสันมวยtiết đểยังนั่งtao tôi xây ông pi kê mà đâu làm những copy đặt hàng cao với họ dòng bận về tới nhưng mà trong đạo viên nó lâu bien tí ok hai mối tiết bây giờ nâng mau fan sinh lịch pi đâu không thể dù là một nâng lịch pi ok tặng ai hết không ai một ba nhanh nhanh cho anh ok họ trong nâng format về tranh muối và về ad số mới ok hai trong này trong nâng đạ là cái fan săn đây về miền paramet đây về return vào view ok cho nó chừng prao void thế này pro việc miền return vào view thì lâu cho một đặt tha ok do print sạm nhân màu này chợ này dừng prao void dừng pra in tới trong đó miền paramet đây cái miền a b c miền a b giống màu hai trong cả paramet dừng pra thành nhạc em này cái này thành nhạc biết môi này cái chọn pra camera thì dừng pra camera bản này cái viên là error màu dán dương pra thành nhà môi này từ vì lọ vì từ hai paramet trong paramet có thành dương thì bên trong pra tra cho nó thành dương đi thay dương trong pra này tay trong mà lao trong xe tập pi thì paramet môi nặng rồi dương ở bên return này để sang ấy fan san môi nặng cứ vì ở bên return vào với vui thì dán ở return vào với vui dương pra gọi bản này ok dán như này dương pra see out hỏi sang máu hỏi e buộc bì bên này thả fan săn này ở bên thân vào bên nó người dân pra từ rap display về cái người dân pra rap cái này ấy mùi nào cái này cứ việc chẳng fan săn mùi nào tại phía trên cái pra bạn nó cái pra về sầm rap tại display thì phía trên nó rap cái này phía trên cái dân pra nào ở page đấy để về mình return vào ví dụ ở dân tụi mình đang chọn này print sam năng ok này dương đã năng mô đã hàng fan săn năng một pra máu dương đặt paramet viên này paramet vìเราchchọnประมาณdương chọn ai ấy kế a bột b này tầm lại a này tầm lại b chứ dương là ta làm đập như này nhưng mà này thả không đấy cứ vì mình tầm lại ở việc này cái này đã mơ vì món này vì miền ấy print in a chẳng chập tầm lại tầm bông viết cứ dương đã đặt không phục chọn nó người dân đặt tầm lại này paramet nặng chẳng tầm lại tầm 4 người tầm lại a bỏ a là tha nó pram dân mò tầm lại tập chứ là thắt đọp dân mòนี่เดี๋ยวขณะแบบหนึ่งยังถือแบบหนึ่งขนมการใส่ฟันสันมวยนางงูยังจังขึ้นมาตอบเตี้ยยังจังด่าประมาณการยังตีถ้ายังจังด่าตีนะขณะยังจังด่าปรินมาตอบเตี้ยยังจังด่าอีกกี้ยังจังด่าประมาณอีกกี้ปีบงใบcó bàn sao thành dương đại để khởi giáo viên có chỉ dùng lại đọc pram mới lại đọc mỗi ngày cho mới trở lại rồi mới thông nè khởi on được cái này tranh tao vậy dương chọn bàn đằng khởi rồi không là khi đang vô bị chọn mạch môi nắng đỏ bạch nó này đấy theo nó mìnhนี่là cái này bị bay dân xây một đăng nè anh lâu chưa còn mới cột mà dưỡng chợ đánh cái viên dân màn nè chẳng gặp được này càng háo của việc hao bạn năng là cái này bây giờ hao viên pra nó in màn hỏi dân cho là cho nó tập tiết cứ ý kì cho nó này ca fan săn mỗi tiết với mình một tháng viết paramet bàn tay với return làm cho bạn này trang fan săn mỗi nắng cứ vì mình paramet hỏi vì mình return vào nhiều tiền ok chẳng việc bạn về mạch vĩnh vĩnh chạy amen paramet hay return vào ví dụ nó nhom ăn ổn thọ thì mười một ngày chẳng cho nó mở cái này amen return vào ví dụ của dân tao pra đói gì nhá
យើងប្រាប់ឲ្យ data tab ខ្ញុំចង់ប្រើ in យើងចង់ប្រើអីក៏បានដែរតែខ្ញុំចង់ប្រើ in ដើម្បីវាស្រួលយល់ជាងយើងដាក់ថា get sum អញ្ចឹងមកអូខេ get sum តាមអ្វីដាក់វាដាក់ recommend ឲ្យអញ្ចឹងមក get sum ហើយយើងដាក់មកយើងចង់ប្រើអញ្ចឹងក៏បានដែរយើងចង់ដាក់ឲ្យ a ហ្នឹងបូក b direct អញ្ចឹងមកក៏បានដែរឬយើងចង់ធ្វើអញ្ចឹងក៏បានដែរយើងដាក់ថា in c ស្មើនឹង a បូក b យើងចង់អញ្ចឹងហើយយើង return តម្លៃមួយនេះទៅមកបានន័យថាយើងធ្វើយ៉ាងម៉ោងក៏បានឬក៏យើង return ចិត្ត direct ម៉ោងក៏បានដែរតែភាគច្រើនចង់ណែនាំមកគ្នាទៅបែបនេះដោយសារអីយើងងាយស្រួលកែជាងនៅពេលយើងមាន function ច្រើនគឺយើងងាយស្រួលកែអញ្ចឹងយើងទៅមើលជាក់ស្ដែងមកយើងធ្វើបែបហ្នឹងបើយើងរបៀបនៃការហៅគឺវាខុសគ្នានឹងគ្នាដល់ពេលយើងហៅវាគ្នាចាំមើលជាក់ស្ដែងថាវាបែបម៉េចអញ្ចឹងរបៀបការហៅដូចខ្ញុំរៀបប្រាប់មកគ្នាមុនអញ្ចឹងរបៀបនៃការប្រើបើយើងអាក្នុងនេះជាប្រភេទreturn របស់វាជាប្រភេទនៅប្រភេទដូចជាប្រភេទ integer ប្រភេទជា number អញ្ចឹងតម្លៃ data type ខាងមុខវានេះក៏ជាប្រភេទ integer ដូចគ្នាហើយការបោះវាមកហ្នឹង parameter របស់វាមកក៏ជា integer ដូចគ្នាវាមិនអាចថាអានេះជាប្រភេទ integer ហើយបោះមកវាជា string អីយ៉ាងទៅឬអានេះជា integer អានេះតែវាតាំងជា string អីខុសហើយអញ្ចឹងរបៀបនៃការប្រើដូចគ្នាវាប្រើយ៉ាងបាននេះជា integer return ជា integer ហើយ parameter វាក៏ជា integer ដូចគ្នាអញ្ចឹងរបៀបនៃការហៅបែបនេះយើងចូលនេះមកខ្ញុំដាក់ថារបៀបការហៅធ្វើអានេះយើងទី1គឺយើងត្រូវប្រកាស variable សិនយើងដាក់ថា in មកហើយដាក់ថា result តាមនឹងអញ្ចឹងមកហើយវាស្មើនឹងអីគេស្មើនឹង get sum អូខេយ៉ាងមកអញ្ចឹងមិនបានយើងប្រើអានេះមិនប្រើដល់នេះហើយមិនអត់ប្រើដល់នេះដោយសារអីអានេះគឺយើង return value មកគឺយើងមិនមែនសម្រាប់ display ទេ display គឺគេតែប៉ុណ្ណឹងគេឲ្យស្រេចឲ្យ display ក្នុងហ្នឹងហើយយើងគាត់ហៅ parameter ហ្នឹងហៅនៅ function មួយហ្នឹងមកប្រើមកតែសម្រាប់មួយនេះគឺយើងអត់ display ក្នុងហ្នឹងទេគឺយើងតម្រូវឲ្យយើងសម្រាប់តកណនីអីទេសម្រាប់កណនីអញ្ចឹងមកហើយវាមាន return value ឲ្យយើង display ខ្លួនឯងយើងចង់ display មិនក៏បានដែរតែយើងទេអញ្ចឹងខ្ញុំនឹង display ខ្ញុំដាក់ថា cout ហើយខ្ញុំដាក់ថា result ដាក់សធំមកបដាសធំឲ្យស្រួលមើល result function ដាក់តែ get sum ទៅមកកុំឲ្យវាញ៉ៃពេក get sum អីគេវាមានពីអីគេ result ហ្នឹងអូខេដាក់អញ្ចឹងមកហើយមួយទៀតគឺយើងអូខេដល់ទៅហៅតែមួយហ្នឹងឲ្យមើលខ្លួនទៅហៅច្រើនអញ្ចឹងយើងមករ៉ាននេះវិញ 7/3 អញ្ចឹងយើងទៅមើលថាវាចេញតម្លៃប្រមាណចាំមើលចាក់ស្ដែងនេះឃើញ10 result get sum អញ្ចឹងវាប្រើដូចគ្នាយើងប្រើបើយើងប្រើជាប្រភេទ function ដែលវា feed parameter ហើយវាអត់វាហើយវាមាន return value នេះគឺការហៅរបស់វាគឺយើងហៅបែបហ្នឹងបើសិនជាវា return ជា pet integer អញ្ចឹងរបស់ដែលយើងត្រូវទទួលយកពី function មួយហ្នឹងក៏វាជា integer ដូចគ្នាសាកដល់ដាក់ string ឬក៏ឆាអីផ្សេងមើលព្រោះវាមិន error ឥឡូវនេះឥឡូវចូលដល់ចំណុចបន្តទៀតគឺ function no parameter and return value វាអត់មាន parameter ទេប៉ុន្តែវា return value អាហ្នឹងមិនវិញហ្នឹងចេះវាស្តៀងនឹងអាមុនដែរប៉ុន្តែក៏វាស្តៀងនឹងអាហ្នឹងដូចគ្នាទេតែគាត់អានេះវាអត់មាន parameter ទេឧទាហរណ៍ចាក់ស្ដែងចេះយើងនឹងដកបក parameter ចេញហើយយើងនឹងប្រកាសតម្លៃមួយនេះ c វាស្មើនឹងប៉ុន្មានវាស្មើនឹង20អញ្ចឹងទៅស្មើ20ហើយវានឹងរៀនឋានតម្លៃ c នឹងយកមកឬក៏យើងចេះក៏បានដូចគ្នា
ក៏យើង return 20ទៅតែម្ដងអញ្ចឹងដូចគ្នានឹងដូចគ្នានឹងអានេះដែរអញ្ចឹងបើដូចគ្នាបេះដាក់វាគ្រាន់តែថាអានេះវាអត់មាន parameter ហើយយើងនឹងបង្កើតតម្លៃវាឲ្យក្នុង function នឹងតែម្ដងបើស្រាប់អានេះវិញយើងវាមាន parameter ហើយយើងនឹង call យើងនឹងឲ្យ parameter វាក្នុង in main មកវិញពីការហៅយើងមកវិញអញ្ចឹងវាដូចវាខុសគ្នាអញ្ចឹងនៅគ្នាអញ្ចឹងអានេះ get sum no parameter អញ្ចឹងមកអូខេដាក់emនឹងអញ្ចឹងយើងហៅប្រើក៏ដូចគ្នាអត់ខុសគ្នាទេយើងមក copy នេះមួយមកតែខ្ញុំចូលសរសេរអញ្ចឹងក្នុងនេះខ្ញុំប្រើនៅដាក់ហ្នឹងចូលមកហើយយើងដាក់ថា result no parameter អញ្ចឹងមកសាខ្ជិលសរសេរច្រើនខាងនេះ result no parameter អូខេយើងនឹងអានេះមួយមកហើយអានេះគឺយើងអត់មាន parameter ទេឃើញអត់ខ្ញុំអត់នេះដល់ពេលនេះវាអត់មាន parameter ទេប៉ុន្តែយើងដាក់ parameter ចូលឃើញលោកកំហុសអត់ error នេះឃើញអត់អញ្ចឹងហ្នឹងគឺអញ្ចឹងយើងដាក់ parameter ចូលវានឹង error ភ្លាមហ្មងព្រោះអីអាហ្នឹងវាអត់ត្រូវការ parameter ទេយើងនឹងទៅ return វាមើលយើង run វាមកនេះអ្នកគ្នាឃើញអត់20អញ្ចឹងត្រូវរបស់វា 100% មិនខុសទេអញ្ចឹងសង្ឃឹមអ្នកគ្នាយល់ពីអាហ្នឹង function យើងក៏មានតែប៉ុណ្ណឹង function យើងខ្ញុំចង់បង្ហាញអ្នកគ្នាពីមួយទៀតគឺតកតងទៅនឹង variable scope នេះអាហ្នឹងអាន័យថាវាជា global នៅគ្នាជា global function ឧទាហរណ៍ថាជាក់ស្ដែងខ្ញុំចង់បង្ហាញអ្នកគ្នាមួយអា global ហ្នឹង variable global ហ្នឹងគេប្រកាសវាខាងក្រៅក៏យើងអត់ប្រើក្នុង function ហើយយើងក៏អត់ប្រើវានៅក្នុងប្រើខាង in main ដែរអញ្ចឹងសរសេរនៅខាងលើនេះចុះបន្ទាត់ពី using name space ហ្នឹងមកក៏យើងប្រើមក in យើងដាក់ថាឈ្មោះឲ្យបានហើយយើងដាក់ដែរតែខ្ញុំដាក់ថា global ហ្នឹងមកបើយើងស្រួលមើល global var ខ្ញុំថា100អញ្ចឹងមកអូខេអញ្ចឹងអានេះខ្ញុំចង់យកវាមកប្រើនៅត្រង់ក្នុង function មួយណាខ្ញុំចង់វាប្រើក្នុង function តើតើ void មួយណាមួយចុះអូខេអានេះចុះ hello world ខ្ញុំដាក់ថា ball function វាស្មើនឹងបាន20វិញហើយខ្ញុំនឹងយកអាហ្នឹងទៅ see out វាមើលទៅ see out នៅក្រុម hello world នេះបន្ទាប់មកបើយើងប្រកាសវាបែបហ្នឹងយើងឲ្យវាបែបនេះ20វានឹងចាប់យកតម្លៃ20វាចាប់តម្លៃ100ទេដោយសារអីតម្លៃ100គឺតម្លៃ default វាតម្លៃក្នុងនេះប្រកាស20នេះគឺជាតម្លៃថ្មីយើងអាសាញឲ្យវាបើយើងមិនអាសាញប៉ុណ្ណឹងបើយើងមិនអាសាញឲ្យវាមក20ទេដល់ពេលយើងយកមកកានក្នុងនេះវានឹងចាប់យកតម្លៃ100អូតូតែបើយើងអាសាញតម្លៃថ្មីវានឹងចាប់យកតម្លៃថ្មីយើងទៅមើលជាក់ស្ដែងពីអា global មួយហ្នឹង global variable មួយហ្នឹងនេះនៅគ្នាឃើញអត់ជាក់ស្ដែងអញ្ចឹងខ្ញុំគាត់ចង់បង្ហាញដល់គ្នាថាអា global variable ហ្នឹងគឺយើងប្រកាសវាជាទូទៅដែលយើងអាចយកវាទៅប្រើគ្រប់ទីកន្លែងបានយើងចង់វាទៅប្រើណាក៏បានដែរនៅក្នុង function ហើយយើងអាចយកវាមក display នៅក្នុង in main បានយ៉ាងទៅអញ្ចឹងនៅក្នុងមេរៀនទី4របស់យើងហ្នឹងតើតើនឹង function គឺមានតែប៉ុណ្ណឹងបើគ្នាមានចម្ងល់អីនៅគ្នាអាចឆាតសួរខ្ញុំបាននៅក្នុងក្រុមរបស់ខ្ញុំក្នុងក្រុមខ្ញុំបាក់មេរៀនមួយហ្នឹងអញ្ចឹងនៅគ្នាសម្រាប់អ្នកដែលមើលវីដេអូនៅក្នុងក្រុមរបស់ខ្ញុំបើសិនតែធ្វើឲ្យមានចម្ងល់ឆ្ងល់អីរើត្រង់ណាចង់ខ្ញុំជួយពិនិត្យសូមផ្ញើ file code មួយហ្នឹងមកឲ្យខ្ញុំមើលបើសិនតែគ្នាមិនផ្ញើខ្ញុំមើលទេខ្ញុំមើលតាមរូបភាពមកគ្នាមើលខ្ញុំពិបាកកែមែនតើដោយសារខ្ញុំមិនដឹងថាគ្នាសរសេរពីមិនខ្លះអីទេខ្ញុំពិបាកមើលអត់យល់អញ្ចឹងបើផ្ញើកូដទាំងមូលមកឲ្យខ្ញុំមើល file code ទាំងមូលឲ្យខ្ញុំមើលខ្ញុំគេងាយស្រួលពិនិត្យហើយខ្ញុំងាយស្រួល list ឲ្យអ្នកគ្នាវិញអូខេអ្នកគ្នាអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូបន្តទៀតបាយ